បាទចូលប្រុងប្រយ័ត្នទាំងអស់គ្នាបាទចំពោះពុកម៉ែបងប្អូនដែលឧស្សាហ៍ធ្វើដំណើរពីវត្តពោធិលង្កាឆ្ពោះទៅស្តុបកោះកេរនៃទឹកដីខេត្តសៀមរាបបាទគេថាប្រុងប្រយ័ត្នចំពោះផ្លូវបំបែកទី4បាទពីវត្តពោធិលង្កាមកផ្លូវទី2បំបែកទី4បាទចប់ដង្កែងបាទត្រូវប្រឆិតទល់មុខកាហ្វេ Fam បាទគឺថាមានគម្របបាទចម្រឹងដែកលូបាទគឺថាត្រូវបានបាក់ដោយសារឡានធ្ងន់ក៏បើកកិនពីលើពុកម៉ែបងប្អូនបាទហ្នឹងហើយបាទហើយខ្ញុំបាទឃើញអញ្ចឹងខ្ញុំបាទក៏កាច់ម៉ែកឈើយកមកដាក់បាទបងប្អូននេះផ្លូវបែកទី4បាទដាក់ម៉ែកឈើធ្វើជាសញ្ញាដើម្បីឲ្យពុកម៉ែបងប្អូនយើងឃើញបាទកុំឲ្យគាត់បើកកិនឬក៏អាចមានគ្រោះថ្នាក់ជាយថាហេតុបាទហ្នឹងហើយបាទហើយពុកម៉ែបងប្អូនកុំភ្លេចជួយ share ចែកម្លែកវីដេអូនេះម្នាក់មួយដើម្បីឲ្យបានឃើញបានដឹងដល់បាទអ្នកលើក៏ដូចជាអ្នកគ្រប់គ្រងធ្វើផ្លូវនៅទឹកដីខេត្តសៀមរាបបាទឲ្យគាត់ចុះត្រួតពិនិត្យបាទក៏ដូចជាជួសជុលជាបន្តបាទបើមានគ្រោះថ្នាក់បាទហ្នឹងហើយបាទនេះដាក់ម៉ែកឈើយ៉ាងហើយមើលទៅដូចជាមិនទុកចិត្តទេបាទខ្ញុំបាទដល់ចុះដល់ឡើងក៏ឃើញបាទនេះផ្លាកសញ្ញារៀងចាស់មួយនៅកលៀតហ្នឹងក៏យកមកដាក់បន្ថែមបាទដើម្បីឲ្យពុកម៉ែបងប្អូនយើងបានឃើញឲ្យច្បាស់កុំឲ្យគាត់បើកកិនខ្លាចថងបាទហ្នឹងពុកម៉ែបងប្អូនព្រោះវាបាក់បាទចម្រឹងដែកលូនេះបាក់បាទនេះផ្លូវបែកទី4បាទនៅកាហ្វេ Fam បាទនោះកាហ្វេ Fam បាទនោះផ្លូវចុះមកពីស្ពានថ្មបាទពុកម៉ែបងប្អូនបាទខ្ញុំបាទក៏យកដៃទាញរួនមើលបាទគឺថាវាបាក់តែម្ដងបាទហ្នឹងហើយបាទអញ្ចឹងបាទសូមប្រុងប្រយ័ត្នទាំងអស់គ្នាបាទអរគុណ